បងស្រីនៅខាងចំពោះវ៉ាន់គាត់ខលមកគាត់ឆាតផងដោយសារញ៉ាំបានឆ្លើយតបគាត់ចឹងគាត់ខលមកហើយគាត់ចង់ទិញម៉ាស៊ីនម៉ាស្សាខ្នាតទូអញ្ចឹងណាហើយនិយាយគ្នាឆ្លាញ់ហ្នឹងគាត់ដំបូងគាត់ថាយកតែមួយឈុតទេតែចន្លោះគាត់ថាយកពីរឈុតទៅគាត់បងប្អូនគាត់ត្រូវការប្រើដែរព្រោះដូចថាជុករយចាស់ចាស់អីចឹងណាចឹងគឺថាគក់ច្បាច់អីចឹងទៅគឺថាត្រូវការចាំបាច់តែម្ដងចឹងគាត់យកពីរឈុតតែម្ដងតែដងអីវ៉ាន់ខាងខ្ញុំគឺដូចរូបតែម្ដងព្រោះថាតែខ្ញុំហ្នឹងខាងខ្ញុំគឺថតតបតយទៅកាមេរ៉ាស៊ីនតែម្ដងចឹងមានឧបករណ៍4អញ្ចឹងណាតែតងចុករយសាច់ដុំក្លុកកលៀតអីដូចថាមានសាច់ដុំអីម៉ាស្សាបុកអីចឹងគឺមានរូបភាពនៅក្នុងនឹងស្រាប់ចឹងគឺថាស្រួលប្រើតែម្ដងជាងបងកូនតែមានមួយឈុតដែរហើយពិសេសបងគាត់ធ្វើការរៀងចុករយអីអញ្ចឹងណាត្រូវការគក់ច្បាស់គក់អីហើយទូយកស្រួលប្រើកាន់អីចឹងណាហើយមានឧបករណ៍ផ្លាស់ប្ដូរអីចំនួន4ប្រភេទដូចក្នុងរូបអញ្ចឹងតែសម្រាប់អ្នកលក់វិញអ្វីដែលចូលចិត្តគឺឧបករណ៍មូលអ្នកនរគ្នាដូចថាគក់ច្បាច់អីទៅស្រួលខ្លួនទុនមែនតើឲ្យតែបានតេស្តឲ្យភ្ញៀវហ្នឹងគឺថាយកមកតេស្តខ្លួនឯងហ្នឹងគឺថាអត់ចង់ដាក់ចូលក្នុងប្រអប់វិញទេចង់តែអង្គុយតេស្តដូចថាយើងសាកថ្មសាកអីឲ្យដើរអីចឹងណាមុននឹងដាក់ជូនឲ្យភ្ញៀវចឹងគឺថាមានឧបករណ៍4តែអាមេរិកាបងប្អូនប្រើប្រាស់អីកលុកកលេអីចឹងណាតែសម្រាប់មីគឺប្រដាក់មូលហ្នឹងហើយពេលភ្ញៀវគាត់ទេមកហ្នឹងគឺថាថែមប្រេងម៉ាស្សាកោះខ្យល់ឲ្យគាត់ទេប៉ុន្តែដោយសារអ្នកលក់នេះលក់ប្រេងរឹតដែរឈឺចុករយដែរចឹងថែមទាំងប្រេងម៉ាស្សាថែមទាំងប្រេងរឹតដែរចឹងពីរមុខហ្នឹងគឺខ្វាត់បានទេទោះបីយើងអត់ប្រើម៉ាស៊ីនម៉ាស្សាក៏យើងប្រើប្រេងម៉ាស្សាជាមួយនឹងប្រេងរឹតគឺថាស្រួលខ្លួនភ្ញៀវគាត់ខលមកយើងងាយដែរអញ្ចឹងអ្នកលក់នេះគឺថាចាប់តាំងយកតែម្ដងដើម្បីស្រួលដាក់ជាមួយអ្នកដឹងជូនហ្នឹងពេលព្រឹកក៏បានចាប់បានឲ្យបានប្រើ